អូហាយ៉ូសួស្តីអ្នកទាំងអស់គ្នាជួបគ្នាទៀតហើយនៅក្នុងវីដេអូថ្មីអេពីសូតថ្មីខ្ញុំបាទរ៉ៃជីហើយអ្នកទាំងអស់គ្នាសុខទុក្ខយ៉ាងណាដែរក្រោយពីបែកគ្នាអស់រយៈពេល2ទៅ3ថ្ងៃមកនេះហើយមាននឹកទៅដល់ admin ដែរអត់បាទចំពោះ admin គឺនឹកទៅដល់អ្នកទាំងអស់គ្នាខ្លាំងណាស់ហើយដោយសារតែនឹកអញ្ចឹងហើយបាទ admin ត្រឡប់មកវិញជាមួយនឹងសាច់រឿងថ្មីមួយដែលមានចំណងជើងថាប្រពន្ធខ្ញុំខ្លាចជាក្មេង admin ធានាថានឹងល្អមើលអត់ឲ្យអ្នកទាំងអស់គ្នាខកបំណងនោះទេចាប់ផ្ដើមសាច់រឿងមកយើងក៏បានឃើញតួអង្គប្រុសវ័យកណ្ដាលម្នាក់នៅ single អត់តមានប្រពន្ធកូនឈ្មោះថា Nishima ដែលគាត់គឺជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនខណៈនេះក៏កំពុងតែឡើងធ្វើបទបង្ហាញនិយាយបកស្រាយការងារប្រតិកម្មបុគ្គលិកធ្វើការជាន់ខ្ពស់ដទៃទៀតការបកស្រាយរបស់គាត់មានលទ្ធផលចេញមកមិនសូវជាល្អប្រមាណឡើយចៅហ្វាយផុសគាត់ក៏មិនសូវជាមានការពេញចិត្តចំពោះលទ្ធផលការងាររបស់ Nishima ដូចគ្នាដែរមួយរំពេចនោះក៏មាននារីម្នាក់ដែលជាតួអង្គស្រីឈ្មោះថា Takai នាងបានងើបចេញពីកៅអីដើម្បីបញ្ចេញជាកំណត់របស់នាងពាក់ព័ន្ធទៅនឹងគម្រោងការងាររបស់ Nishima ហើយនាងថែមទាំងបាននិយាយបញ្ចុះបញ្ចូលនិងថែមទាំងគ្រប់គ្រងចំពោះអ្វីដែល Nishima កំពុងតែបង្ហាញដូចគ្នាផងដែរលុះបានបញ្ចប់ថ្ងៃដ៏សែនរវល់ Nishima ក៏បានធ្វើការកោតសរសើរនិងចង់ពោលពាក្យអរគុណសម្រាប់ការជួយជា support របស់ Takai ហើយព្រឹកមិញនេះក៏ពិតជាមានការភ័យរន្ធត់បុកពួរយកតែមែនតែនហ្មងទៅធ្វើឲ្យការបកស្រាយរបស់គាត់មិនសូវជាល្អប៉ុន្មានបន្ទាប់ពីនឹងអ្នកទាំងពីរក៏បាននាំគ្នាមកអង្គុយញ៉ាំអីនៅក្នុងទីធ្លាសួនកម្សាន្តមួយកន្លែង Takai ពិតជាចិត្តល្អណាស់នាងបានលះបង់អាហារថ្ងៃត្រង់ដែលខ្លួនឯងបានធ្វើឲ្យទៅកាន់ Nishima ដើម្បីឲ្យគាត់បរិភោគកុំឲ្យកោពួរថែមទាំងប្រាប់ដោយក្តីរីករាយទៀតថានាងមិនញ៉ាំទេព្រោះថាល្ងាចនេះនាងមានកម្មវិធីជប់លៀងជាមួយនឹងក្រុមហ៊ុន Nishima ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រែដូចជាគាត់កំពុងតែឡើងឋានសួគ៌ពេលបានទទួលទានអាហារឆ្ងាញ់ៗដែលជាស្នាដៃរបស់ Takai លុះមកដល់ផ្ទះវិញដើម្បីជាការតបស្នងទឹកចិត្តដ៏ល្អរបស់ Takai Nishima ក៏បានចុចទូរស័ព្ទនិងបានផ្ញើសារដើម្បីបបួល Takai អញ្ជើញនាងឲ្យទៅញ៉ាំអាហារជាមួយគាត់វិញហើយមិនទាន់បានប្រមាណផងអ្នកទាំងពីរក៏ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នារហូតបានរៀបការជាមួយគ្នារហូតបានបង្កើតគ្រួសារដ៏មានសុភមង្គលនិងមានកូនស្រីដ៏ cute គួរឲ្យស្រឡាញ់ជាមួយគ្នាទៀតដែលកូនស្រីអ្នកទាំងពីរគឺនាងមានឈ្មោះមួយម៉ាច់យ៉ាងខ្លីថាម៉ៃគ្រួសារមួយនេះរស់នៅជាមួយគ្នាពោពេញទៅដោយសុភមង្គលនិងពោពេញទៅដោយស្នាមញញឹមជារៀងរាល់ថ្ងៃប៉ុន្តែពេលវេលាពិតជាដើរលឿនមែនសុភមង្គលដែលមានតែប្រមាណក៏ត្រូវរលាយសាបសូន្យអស់ដោយមានថ្ងៃមួយ Takai នាងក៏ត្រូវស្លាប់បាត់បង់ជីវិតដោយសារតែជួបនៅឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍រឿងដែលកើតឡើងទាំងអស់នេះគឺបានកើតឡើងក្នុងរយៈពេល10ឆ្នាំមុនងាកមកកាន់ពេលបច្ចុប្បន្ននេះជីវិតរបស់ Nishima ប្រៀបដូចជាជាប់គាំងនៅក្នុងកន្លែងមួយពេលវេលាមួយដែលគ្មានពន្លឺមិនអាចដើរទៅមុខបន្តទៀតបានគាត់រស់នៅក្នុងជីវិតមួយប្រៀបដូចជា zombie គ្មានជីវិតជីវ៉ាគ្មានរសជាតិជីវិតនៅក្នុងខ្លួនតតែសោះល្ងាចឡើងក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញនិងបានដើរកាត់គ្នាជាមួយនឹងក្មេងស្រីសិស្សសាលាម្នាក់ដែលជាសិស្សថ្នាក់មត្តេយ្យលុះចូលមកដល់ក្នុងផ្ទះ Nishima ក៏បាននិយាយរាក់ទាក់និងបានបបួលម៉ៃកូនស្រីរបស់គាត់ឲ្យមកកន្លែងតុបាយដើម្បីញ៉ាំអាហារពេលល្ងាចញ៉ាំបណ្ដើរមិននិយាយរោគ្នាបណ្ដើរឪពុកកូនពីរនាក់នេះហាក់បីដូចជាគ្មានអារម្មណ៍នៅក្នុងខ្លួនតតែសោះមិនហើយជីវិតក៏ដឹងទ្វារនៅខាងក្រៅផ្ទះក៏បានឮសូរសំឡេង Nishima ក៏បានដើរទៅបើកទ្វារដើម្បីចេញទៅមើលថាជានរណាគេគាត់ក៏ស្រាប់តែប្រទះភ្នែកឃើញក្មេងស្រីសិស្សសាលាម្នាក់មុខដដែលដែលគាត់បានជួបគ្នាជាមួយនាងនៅក្នុងពេលមិញនេះក្មេងស្រីម្នាក់នោះនាងក៏បានធ្វើការអះអាងខ្លួនដល់និយាយថាទីនេះគឺជាផ្ទះរបស់នាងហើយនាងមានឈ្មោះថា Takai គឺជាប្រពន្ធផុសបងហើយមិនបងធ្វើឲ្យស្គាល់ប្រពន្ធខ្លួនឯងសោះអញ្ចឹងក្រោយពីបានចូលក្នុងផ្ទះរួចមកក្មេងស្រីម្នាក់នោះក៏បាននិយាយរៀបរាប់រឿងទាំងអស់តាក់ទងទៅនឹងគ្រួសាររបស់ពួកគេដូចជាទីកន្លែងដែល Nishima សំនៀងរៀបការថ្ងៃ anniversary របស់ពួកគេទាំងពីរមនុស្សប្រុសដំបងគេដើម្បីលួចស្រឡាញ់និងដំណើរកម្សាន្តលើចុងក្រោយដែលពួកគេទាំង3នាក់ដើរលេងជាមួយគ្នាទៀតនាងនិយាយបន្តទៀតថានាងទៅតែចាប់ផ្ដើមមានការចងចាំត្រឡប់មកវិញចំពោះរឿងជីវិតកាលពីមុននាងគិតថាខ្លួនឯងចាប់ជាសាជាថ្មីម្ដងទៀតគ្រាន់តែដើរកាត់ទីនេះ memory តែប្រមាណគឺហោះចូលក្នុងរាងកាយរបស់នាងឲ្យនឹកឃើញពីវាឡើងវិញទាំងអស់ Nishima សឹងតែមិនចង់ជឿចំពោះរឿងអភូតហេតុដែលកំពុងតែកើតឡើងនៅចំពោះភ្នែករបស់គាត់ទេគាត់និយាយប្រាប់ទៀតថាទាំងសំឡេងតែរបៀបក្នុងការនិយាយស្ដីនិងអត្តចរិតមិនខុសទេនេះហើយគឺជាប្រពន្ធផុសគាត់ 100% ភ្លាមនោះ Takai នាងបច្ចុប្បន្នមានអារម្មណ៍ខឹងច្រឡោជាខ្លាំងចំពោះចំណីអាហារដែលពួកគេកំពុងតែបរិភោគចាស់តាំងពីនាងស្លាប់ដែលសិតសឹងតែជាអាហារលក់នៅក្នុងហាងទំនិញមិនសូវល្អសម្រាប់សុខភាពប្រមាណទេបន្តមក Takai ក៏បានធ្វើការសួរដេញដោលអំពីម៉ៃកូនស្រីរបស់ខ្លួនអំពីជីវិតរស់នៅប្រចាំថ្ងៃហើយបើសិនជាអត់ទាន់មានការងារធ្វើទេឆាប់ចេញទៅរកការងារធ្វើភ្លាមទៅកុំសង្ងំនៅក្នុងផ្ទះពេកប្រយ័ត្ននៅ single ដល់ចាស់អត់អាណាគេយកហើយបើសិនជានាងនៅកំមុំប៉ុណ្ណឹងវិញមិនបាច់ទេនឹងតែចេញដើរលេងញ៉ៃប្រុសស្អាតសង្ហាពេញនឹងហ្មងតែគាត់ធ្វើអត់បានព្រោះអាឡ័យតែជាប់ស្នេហ៍តែប៉ែកវ៉ាន់តា
តាមមួយនេះបន្ទាប់ពីនិយាយគ្នាចប់ថាខៃក៏រៀបធ្វើដំណើរដើរត្រឡប់ទៅផ្ទះរបស់នាងវិញនាងក៏បាននិយាយសន្យាទៀតថានាងនឹងធ្វើចំណីអាហារឲ្យទៅកាន់ពួកគេទាំងពីរជារៀងរាល់ថ្ងៃច័ន្ទថ្ងៃពុធហើយនិងថ្ងៃពហុហើយនាងពិតជាសប្បាយចិត្តមែនទែនពេលដែលឃើញមនុស្សជាទីស្រឡាញ់របស់នាងម្ដងទៀតដោយសារតែតើអារម្មណ៍មិនចប់នីស៊ីម៉ាក៏បានរត់សម្ដៅចេញទៅខាងក្រៅដើម្បីអបថាខៃនៅក្នុងរូបរាងជាកូនក្មេងគាត់និយាយដោយសម្រក់ទឹកភ្នែកគាត់ពិតជានៅប្រពន្ធផុសគាត់ខ្លាំងណាស់នាងគឺជាអ្វីៗគ្រប់យ៉ាងដែលគាត់មិនអាចខ្វះបានពេលនោះថាខៃក៏បាននិយាយផ្ដល់ជាដំបូន្មានជីវិតរបស់មនុស្សយើងម្នាក់ត្រូវមានរឿងជាច្រើនណាស់ដែលត្រូវធ្វើហើយក៏មិនដឹងដូចគ្នាថាត្រូវជួបប្រទះនៅអ្វីខ្លះដែរប៉ុន្តែនៅក្នុងនាមជាឪពុកម្ដាយនីស៊ីម៉ាក៏មិនត្រូវចោទចែងនឹងឆាជីវិតនោះទេគាត់ត្រូវតែកាត់ចិត្តឲ្យបំភ្លេចពីនាងឲ្យបានរស់នៅឲ្យមានតម្លៃដើម្បីខ្លួនគាត់និងដើម្បីអនាគតកូនស្រីរបស់ពួកគេទាំងពីរព្រោះថាឥឡូវនេះនាងខ្លួនឯងគ្រាន់តែជាកូនស្រីរបស់អ្នកដទៃប៉ុណ្ណោះមិនមែនជាគ្រួសាររបស់ពួកគេទៀតទេជាចុងក្រោយនីស៊ីម៉ាក៏បានពោលពាក្យសន្យាជាមួយនឹងថាខៃដោយគាត់នឹងធ្វើអ្វីគ្រប់យ៉ាងតាមដំបូន្មានរបស់នាងចូលមកដល់ថ្ងៃស្អែកនៅក្នុងក្រុមហ៊ុននីស៊ីម៉ាក៏បានប្រែខ្លួនខ្លះទៅជាមនុស្សម្នាក់ថ្មីផ្សេងទៀតដោយមើលទៅគាត់ហាក់បីដូចជាមានភាពរុះរាយរាក់ទាក់ចេះជួយយកអាសាការងារអ្នកដទៃជាហេតុធ្វើឲ្យគ្រប់គ្នាពិតជាមានការងឿងឆ្ងល់ជាខ្លាំងនៅខាងក្រៅអង្គុយញ៉ាំអីនីស៊ីម៉ាពិតជាមានអារម្មណ៍ថាសប្បាយរីករាយដែលទីបំផុតគាត់មានឱកាសក្នុងការញ៉ាំអាហារស្នាដៃប្រពន្ធរបស់គាត់សាជាថ្មីម្ដងទៀតស្របពេលទន្ទឹមនឹងនេះក៏មាននារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថាម៉ូរីយ៉ាត្រូវជាមិត្តរួមការងាររបស់នីស៊ីម៉ានាងមានបំណងចង់មកអង្គុយញ៉ាំបាយថ្ងៃត្រង់បាយជាគ្នាជាមួយគាត់ម៉ូរីយ៉ាក៏បានសួរទៅកាន់នីស៊ីម៉ាដោយចង់ដឹងថាតើមានរឿងអ្វីកើតឡើងមែនទេបានជាគាត់មើលទៅដូចជាស្រស់ស្រាយដល់ហើយនីស៊ីម៉ាមិនអាចនិយាយបកស្រាយនិងចែករំលែកចំពោះរឿងអភូតហេតុនៃប្រពន្ធរបស់គាត់ប្រតិដល់ម៉ូរីយ៉ាឲ្យបានដឹងភ្លាមទេគាត់បានត្រឹមនិយាយថារបបដែលគាត់ធ្លាប់បាត់បង់បានវិលមករកគាត់សាជាថ្មីម្ដងទៀតជាហេតុធ្វើឲ្យគាត់មានសង្ឃឹមនៅក្នុងការដើរទៅមុខបន្តគាត់មិនទាន់ចង់បង្ហើបប្រាណែណាគេម្នាក់ទេព្រោះខ្លាចរបស់នឹងវារត់ចេញទៅបាត់ឆ្ងាយពីគាត់ជាលើកទី2ឬដូច្នេះម៉ូរីយ៉ាក៏មិនចង់សួរនាំអ្វីច្រើនដែរថាតែបញ្ចេញក្តីត្រេកអរដែលបានឃើញរូបគាត់ប្រែក្លាយទៅជាមនុស្សម្នាក់ដែលថ្មីបាននិយាយគ្នាជាមួយគាត់បែបនេះធ្វើឲ្យម៉ូរីយ៉ាមានអារម្មណ៍ថាស្រឡះខ្លួននិងសប្បាយចិត្តខ្លាំងណាស់ឆ្លៀតឱកាសនោះម៉ូរីយ៉ាស្នើសុំដោយនាងចង់ធ្វើជាដៃគូញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាចំណែកអានីស៊ីម៉ាក៏បានឆ្លើយយកប្រូននឹងសំណើរបស់នាងដោយមិនមានភាពស្ទះស្ទើរនោះឡើយថ្ងៃបន្តថាខៃតែងតែឧស្សាហ៍មកលេងនៅផ្ទះរបស់នីស៊ីម៉ារហូតដល់គាត់តែងទូរស័ព្ទថ្មីឲ្យនាងមួយដើម្បីទោះសម្រាប់តាក់ទងគ្នាទៅវិញទៅមកនៅក្នុងពេលដែលចាំបាច់ហើយដោយសារតែកលេចឃើញប្រពន្ធខ្លួនឯងនៅក្នុងសភាពដ៏ខ្ជូតគួរឲ្យស្រឡាញ់ដែលកំពុងតែមានពេលវេលាលំបាកក្នុងការចុចទូរស័ព្ទអញ្ចឹងនីស៊ីម៉ាក៏បានលួចថតរូបប្រពន្ធរបស់គាត់ដើម្បីទុកមើលព្រោះអីរូបថតប្រពន្ធរបស់គាត់នៅក្នុងរាងកាយក្មេងស្រីតូចច្រឡឹងអញ្ចឹងខ្ជូតម៉ែអាខ្ជូតហើយថាខៃទ្រាំមិនបាននោះទេនាងព្យាយាមចង់កញ្ចក់ទូរស័ព្ទដើម្បី delete រូបថតរបស់នាងចេញខណៈនឹងម៉ៃក៏បានត្រឡប់មកដល់ផ្ទះវិញព្រមជាមួយសម្លៀកបំពាក់យ៉ាងសមរម្យព្រោះថានាងកំពុងតែដាក់ពាក្យស្វែងរកការងារថ្មីនឹងឯងពេលវេលាមួយនេះពិតជាមានភាពកក់ក្ដៅនិងមានសារៈសំខាន់ចំពោះនីស៊ីម៉ាអញ្ចឹងទៅធ្វើឲ្យគាត់មានអារម្មណ៍ល្អជាខ្លាំងហើយបបួលគ្រួសារក៏ធ្វើអាហារសម្រាប់ញ៉ាំជុំគ្នាលុះស្អែកឡើងគ្រាន់តែចេញពីផ្ទះភ្លាមថាខៃក៏ពុតតែឈរចាំនៅខាងមុខផ្ទះទោះបីជាថ្ងៃនេះមិនមែនជាថ្ងៃដែលនាងត្រូវធ្វើអាហារឲ្យនីស៊ីម៉ាក៏នាងនៅតែងើបហើយធ្វើឲ្យគាត់ដែរព្រោះមិនចង់ខ្ជិះបន្លាយសាច់ដែលនៅសល់ក្នុងទូទឹកកកនោះទេចូលមកដល់ម៉ោងញ៉ាំបាយម៉ូរីយ៉ាក៏បានដើរមករកនីស៊ីម៉ាដើម្បីបបួលគាត់ឲ្យទៅញ៉ាំបាយជាមួយគ្នាម្យ៉ាងទៀតនាងក៏បានរៀបចំអាហារទុកសម្រាប់គាត់ដែរព្រោះថាថ្ងៃនេះនាងដឹងថាគាត់មិនធ្វើអីយកមកញ៉ាំនោះទេនីស៊ីម៉ាក៏បានបិទទូដែកដែលនៅក្នុងនឹងមានរក្សាទុកអាហារស្នាដៃប្រពន្ធរបស់គាត់ដោយសារគាត់ព្រមទទួលយកការអញ្ជើញរបស់ម៉ូរីយ៉ានឹងឯងលុះល្ងាចឡើងឆាខៃក៏ពុតតែឈររងចាំផ្លូវប្តីរបស់នាងត្រឡប់មកពីធ្វើការវិញប៉ុន្តែបែរជាមិនឃើញទៅវិញនាងក៏សាកដើរទៅខាងមុខនឹងបានប្រទះភ្នែកឃើញនីស៊ីម៉ាកំពុងតែអង្គុយញុកបាយដាក់យកចូលទៅក្នុងមាត់របស់គាត់តែម្ដងឆាខៃក៏បានលេចមុខចេញមកពីខាងក្រោយនិងចាប់ផ្ដើមបញ្ចេញស្នាដ WWE ទៅលើប្តីដ៏កំហុសរបស់ខ្លួនហើយក៏បានសាកសួរអំពីមូលហេតុដែលគាត់មកអង្គុយញ៉ាំបាយនៅក្នុងពេលថ្មនេះនីស៊ីម៉ាបាននិយាយបកស្រាយថាមានមិត្តរួមក្រុមម្នាក់បានធ្វើអាហារថ្ងៃត្រង់ឲ្យគាត់អញ្ចឹងហើយគាត់ក៏ព្រមទទួលយកដើម្បីមានបំណងចង់ញ៉ាំបាយសំណេះសំណាលកសាងមិត្តភាពជាមួយគ្នាប៉ុន្តែទោះជាយ៉ាងណាគាត់ក៏មិនចង់ខ្ជិះអាហារដែលប្រពន្ធគាត់លះបង់ពេលវេលាធ្វើឲ្យគាត់នោះទេគាត់ត្រូវតែញ៉ាំវាឲ្យអស់ព្រោះអីម្ហូបស្នាដៃប្រពន្ធរបស់គាត់គឺឆ្ងាញ់ជាអ្វីទាំងអស់មិនត្រឹមតែប៉ុណ្ណោះនីស៊ីម៉ាក៏បាននិយាយបញ្ចេញអារម្មណ៍របស់គាត់ទៀតថានាងធ្លាប់បាត់ខ្លួនចេញពីជីវិតផុសគាត់ម្ដងរួចទៅហើយក្នុងរយៈពេល10ឆ្នាំមុនគាត់បានជួបប្រទះនៅភាពឈឺចាប់ក្នុង
ជីវិតនឹងធ្វើឲ្យកបានរៀនសូត្រពីវាផងដែរគាត់ពិតជាមិនអាចរស់នៅបានទេបើសិនជាគ្មានប្រពន្ធជាទីស្រឡាញ់ហើយគាត់ក៏មិនចង់ខ្ជះខ្ជាយពេលវេលាទៀតដែរគាត់ចង់ចំណាយពេលនៅជាមួយថាខៃឲ្យបានច្រើនគ្រប់នាទីនិងគ្រប់វិនាទីពេលប្រមាណម៉ាត់នេះថាខៃស្ដាប់ហើយពិតជាជ្រៀតចូលនឹងចាស់ដល់បេះដូងរបស់នាងជាខ្លាំងបងពិតជាមិនផ្លាស់ប្ដូរមែនបងពិតជាមានក្តីស្រឡាញ់ចំពោះអូនធំធេងមែន前から